plan ហៅនាងខលហៅខ្ញុំមកជួបមានការអី Annie ស្មាយបោះសំណួរទៅកាន់ Erin ទាំងងាកមុខចាញ់បង្ហាញអាការៈក្រអឺតក្រទមធ្វើដូចជាមិនខ្វល់ពីវីដេអូដែលកំពុងតែបង្ហោះចែកចាយពេញបណ្ដាញសង្គមខ្ញុំឃើញវីដេអូរបស់នាងនឹងប្តីខ្ញុំហើយតែខ្ញុំក៏ឃើញវីដេអូរបស់នាងនឹងប្រុសផ្សេងដូចគ្នាច្រើនអ្នកទៀតផង Erin វិចារយឺតៗទៅកាន់ Annie ស្មាយហាក់ជាការបញ្ជាក់ឲ្យអ្នកម្ខាងទៀតបានដឹងថានាងដឹងរឿងលើក្រៃរបស់នាងដែលធ្លាប់ឆ្លងកាត់ជាមួយមនុស្សប្រុសជាច្រើនអ្នកមិនមែនត្រឹមតែប្តីរបស់នាងម្នាក់ប៉ុណ្ណោះទេនាងចង់យ៉ាងម៉េចនាងមិនមែនខូចខាតជាមួយប្តីខ្ញុំជាលើកដំបូងនោះទេហេតុនេះខ្ញុំចង់ឲ្យនាងលុបវីដេអូនោះចោល Erin វិចារចេញមកដោយគ្មានលាក់បាំងឬបញ្ឆិតបញ្ឈៀងអ្វីឡើយគោលបំណងរបស់នាងគឺត្រូវការឲ្យ Annie ស្មាយលុបវីដេអូនោះចោលព្រោះជីមីនមិនមែនជាប្រុសដំបូងឡើយដែលបានខ្លួនប្រាណរបស់ Annie ស្មាយដូច្នេះគ្មានហេតុផលអីដែលត្រូវឲ្យជីមីនត្រូវមកខូចឈ្មោះព្រោះតែរឿងនេះឡើយវាមិនងាយបែកទេ Annie ស្មាយហាក់អស់សំណើចនឹងសំណូមពររបស់ Erin ជាខ្លាំងព្រោះដែលនាងធ្វើទៅគឺដើម្បីចាប់ជីមីនធ្វើប្តីឲ្យបានដូច្នេះបើឲ្យនាងលុបវីដេអូនោះចោលវាមិនងាយបែកទេព្រោះនាងត្រូវខូចឈ្មោះទទេទាំងមិនបានអ្វីសោះវាមិនងាយទេសម្រាប់មនុស្សស្រីដែលមិនធ្លាប់ឆ្លងកាត់រឿងបែបនេះតែវាងាយសម្រាប់មនុស្សស្រីដែលមានបទពិសោធន៍ច្រើនដូចជានាងខ្ញុំដឹងថាអ្នកនាងបង្ហោះវីដេអូនេះដើម្បីទាមទារឲ្យប្តីរបស់ខ្ញុំទទួលខុសត្រូវលើនាងតែវាមិនហួសហេតុពេកទេនៅពេលដែលគាត់មិនមែនជាមនុស្សប្រុសដំបូងតែបែរជាត្រូវមកទទួលខុសត្រូវបែបនេះម្យ៉ាងទៀតបាននាងទាមទារឲ្យប្តីខ្ញុំទទួលខុសត្រូវនាងគិតតែថាមនុស្សក្នុងសង្គមគេឈប់និយាយពីរឿងនេះបើគ្មានវីដេអូរបស់នាងនឹងប្រាប់ដទៃទៀតទេនោះវាច្បាស់ជាសង្គមបានដឹងហើយថាធៀបពិតនាងជាមនុស្សបែបណាហើយពេលនេះគេនិយាយស្អីខ្លះពីនាងគួរតែយល់ច្បាស់មិនអីចឹងឲ្យខ្ញុំធ្វើយ៉ាងម៉េចទោះខ្ញុំលុបវីដេអូនោះចោលក៏មិនអាចកែប្រែអ្វីបានដែរព្រោះកេរ្តិ៍ឈ្មោះរបស់ប្តីនាងខ្ទេចខ្ទីអស់ហើយកេរ្តិ៍ឈ្មោះរបស់ខ្ញុំក៏ខ្ទេចខ្ទីដូចគ្នាខ្ញុំត្រូវគេខលមកលុបការងារទាំងអស់ចោលគ្មានសេះសល់ទេពេលនេះអនាគតរបស់ខ្ញុំត្រូវរលាយអស់ហើយមានអ្នកណាបើកភ្នែកជួយខ្ញុំទេ Annie ស្មាយក្រោកឈរគំហុកដាក់ Erin មួយអស់សំឡេងមុននឹងបោះជំហានចាក់ចាញ់យ៉ាងលឿនទាំងមិនបានបញ្ចប់ការសន្ទនាជាមួយ Erin ឲ្យបានស្រួលបួលឡើយគិតធ្វើយ៉ាងម៉េចទៅនាងតូចដល់ដង្ហើមធំក្រោកឈរចាក់ចេញពីទីនេះទាំងដំណើរយឺតបញ្ជាក់ពីភាពស្មុគស្មាញដែលកំពុងតែកើតមាននាងមិននឹកស្មានទេថារឿងរ៉ាវស្មុគស្មាញពិបាកដោះស្រាយបែបនេះកើតឡើងថ្នាក់នេះហើយ Annie ស្មាយនៅតែមិនដឹងកំហុសបែរជាមានបំណងចង់ទាញឲ្យជីមីនអស់ផ្លូវជាមួយនាងបែបនេះទៅវិញតែគិតចោលគិតឡើងក៏គួរឲ្យអាណិត Annie ស្មាយខំលេងល្បិចចុះឡើងក៏ត្រូវស្លាប់ខ្លួនឯងបែបនេះសង្ឃឹមថាថ្ងៃណាមួយ Annie ស្មាយនឹងដឹងកំហុសហើយព្រមលុបវីដេអូនោះចោលតាមការសុំរបស់នាងទៅចោះ Erin ឡើងឡានតាក់ស៊ីត្រឡប់ទៅផ្ទះវិញទាំងអាការៈស្មុគស្មាញជាខ្លាំងខណៈទូរស័ព្ទរបស់នាងក៏ចាប់ផ្ដើមរឡើងភ្លាមទើបនាងប្រញាប់ចុចទទួលទាំងវិចារឡើងដោយសំឡេងរឿងកំព្រឹសបន្ទាប់ពីបានដឹងថាអ្នកដែលខលមកគឺជាស្វាមីរបស់នាងខលមកខ្ញុំមានការអីអូនតែនិយាយជាមួយអ្នកវិនិយោគផ្ទាល់ឲ្យបងមែនទេរឿងនេះបងជាអ្នកបង្កអូនមិនគួរលុកដៃទេបងមិនចង់ឲ្យអូនហត់នឿយព្រោះតែបងឡើយខ្ញុំធ្វើដើម្បីអ្នកម៉ាក់តែប៉ុណ្ណោះហើយបើលោកមិនចង់ឲ្យខ្ញុំហត់នឿយថ្ងៃក្រោយទេកុំធ្វើបែបនេះទៀតទូតនិយាយចប់ Erin ចុចបិទទូរស័ព្ទទាំងគ្មានស្ទាក់ស្ទើរអីបន្តិចនាងដឹងថាពាក្យនេះវាធ្ងន់ណាស់សម្រាប់ជីមីននាងមិនគួរនិយាយបែបនេះដាក់គេឡើយតែដើម្បីឲ្យគេឈឺចាប់ហើយចេះចាំបើមិនចង់លើកពាក្យបែបនេះចេញពីមាត់នាងទៀតទេនោះគេត្រូវតែគិតគូរឲ្យបានល្អមុននឹងធ្វើអ្វីមួយមិនមែនទៅធ្វើទាំងមិនចេះគិតហើយមកអាងសោកស្ដាយជាក្រោយបែបនេះទេងឺរំពេចនោះស្រាប់តែមានរថយន្តសាំយ៉ុងមួយគ្រឿងឈប់ពាំងពីមុខតាក់ស៊ីដែល Erin បានជិះធ្វើឲ្យអ្នកបើកបរចន់ហ្វ្រាំងយ៉ាងខ្លាំងស្ទើរមិនតាន់មានរឿងអីលោកអ៊ំមិនដឹងទេអ្នកនាងសុកឡាននោះក៏មកឈប់ពាំងកណ្ដាលផ្លូវបែបនេះហាំងប្រាវអាយនៅទីនោះបរិះមេត្មម្នាក់បានចុះពីក្នុងឡានដកកំភ្លើងបាញ់តម្រង់ប្រុក Erin ភ្លាមតែសំណាងដែលបាញ់មិនត្រូវតែកញ្ចក់ឡានប៉ុណ្ណោះ
តែក៏ធ្វើឲ្យកញ្ចក់ឡានបែកខ្ទាតខ្ចាយអំបែងត្រូវអ្នកបើកបរខណៈអេរិនក៏បានអោនចោះខ្ទប់ត្រចៀកទាំងសងខាងជាប់ទាំងញ័រខ្លួនទៅត្រូវឃើញដូច្នេះក្មេងកំភ្លើងម្នាក់នោះបានបោះជំហានញាប់ស្មេមករកតាក់ស៊ីទាំងកាន់កំភ្លើងតម្រង់ទៅមុខយ៉ាងមាំឯម្ចាស់ឡាននិងនាងតូចមិនអាចធ្វើអ្វីបានឡើយក្រៅពីក្រាបចុះលើកដៃខ្ទប់ត្រចៀកទាំងផិតភ័យញ័រខ្លួនទៅតែលោកបងប៉ូលីសមកហើយលំពេចនោះគ្នារបស់ក្មេងកំភ្លើងម្នាក់បានស្រែកមកពីក្នុងឡានបន្ទាប់ពីពួកគេបានឃើញក្រុមប៉ូលីសដែលយាមល្បាតក្បែរនោះកំពុងតែជិះម៉ូតូតម្រង់មករកពួកគេទាំងកាន់កំភ្លើងតម្រង់មកដោយការប្រុងប្រយ័ត្នចង្រៃយោប្រមៀតមាំរហ័សរត់ចូលឡានយ៉ាងលឿនទាំងអាការៈសោកស្ដាយព្រោះគេធ្វើការមិនទាន់បានសម្រេចផងក៏ត្រូវប៉ូលីសមកកាត់ចង្វាក់ជាមុនបែបនេះនាទីបន្ទាប់រថយន្តសាំយ៉ុងនោះបានបញ្ជាចង្កូតចេញទៅយ៉ាងលឿនខណៈប៉ូលីសមួយក្រុមបានជិះម៉ូតូដេញតាមនិងមានមួយក្រុមទៀតឈប់ងាត់នៅកន្លែងកើតហេតុអ្នកទាំងពីរចាំបាច់ទៅហើយក្រុមប៉ូលីសបាននាំគ្នាបើកទ្វាររថយន្តជួយគ្រាអេរិននិងម្ចាស់តាក់ស៊ីចេញមកក្រៅដាក់ការដែលទៅលួយបារម្ភតែនាងតូចម្នាក់នេះកំពុងតែមានផ្ទៃពោះអមម្ចាស់ឡានបានរាយរាប់ទៅកាន់ក្រុមប៉ូលីសទាំងចង្អុលមករកនាងតូចដោយអាការៈព្រួយបារម្ភបំផុតនាងភ័យខ្លាំងដល់ថ្នាក់នេះមិនដឹងថាប៉ះពាល់ដល់កូនឬអត់ទេខ្ញុំមិនអីទេអេរិនតបទាំងសំឡេងញ័រភ័យខ្លាចជាខ្លាំងម្រាមដៃស្រលូនអោបផ្ទៃពោះជាប់ដោយភាពតក់ស្លុតខណៈក្រុមប៉ូលីសបាននាំនាងឡើងឡានមួយទៀតដើម្បីជូននាងទៅមន្ទីរពេទ្យពិនិត្យពីអាការៈក្មេងនៅក្នុងពោះទើបនាំទៅសួរនាំជាក្រោយខុនដូជីមីនបានមកដល់ខុនដូរបស់អេនីស្ម៉ាយតាមការខលហៅរបស់នាងកាយមាំបានឈរជ្រែងហប៉ៅខោទាំងសងខាងសម្លឹងមើលទៅនាងដោយទឹកមុខកំណាញ់បំផុតខណៈនាងក៏បានអង្គុយនៅលើសាឡុងទាំងងើយមុខបង្គាប់គេយ៉ាងម៉ឺងម៉ាត់បំផុតលោកត្រូវទទួលខុសត្រូវលើខ្ញុំបើចង់ឲ្យខ្ញុំទទួលខុសត្រូវនាងក៏ទៅសុំឲ្យប្រុសមុនរបស់នាងទទួលខុសត្រូវដែរទៅជីមីនបន្លឺឡើងដោយសំឡេងរាបស្មើមានសម្បែកតកូនចិត្តចង់ទទួលខុសត្រូវលើនាងព្រោះគេមានអីជាមួយនាងដែលគ្មានចេតនាគេត្រូវនាងលបួងប៉ុណ្ណោះមិនមែនជាបំណងរបស់គេឡើយម្យ៉ាងវិញទៀតនាងជាអ្នកបង្ហោះវីដេអូធ្វើឲ្យគេខូចឈ្មោះហើយនាងក៏មិនមែនជាស្រីបរិសុទ្ធទៀតគេយកនាងក្រោយមនុស្សប្រុសជាច្រើនអ្នកដូច្នេះគេគ្មានថ្ងៃទទួលខុសត្រូវលើនាងជាដាច់ខាតលោកនិយាយបែបនេះបានន័យថាម៉េចលោកចង់មិនទទួលខុសត្រូវលើខ្ញុំមែនទេចង់តក្បាលខ្ញុំចោលមែនទេអេនីស្ម៉ាចាប់ផ្ដើមខឹងច្រឡោតមួយរំពេចនាងបោះសំណួរទៅកាន់ជីនមីនទាំងក្រោកឈរអស់កម្ពស់សម្លឹងមើលគេដោយកៅភ្នែកខឹងសម្បាបើនាងធ្វើខ្លួនឲ្យល្អជាងនេះខ្ញុំក៏មិនធ្វើបែបនេះដាក់នាងដែរនេះលោកក្រើងប្រកែកគ្នាមិនតាន់អស់ចិត្តផងទូរស័ព្ទរបស់ជីនមីនក៏បានរលឡើងធ្វើឲ្យជីនមីនរហ័សចុចទូរស័ព្ទទាំងបោះជំហានទៅក្បែរបង្អួចដើម្បីនិយាយគ្នាខណៈអេនីស្ម៉ៃក៏ស្ងាត់មកភ្លាមរៀមចាំស្ដាប់ថាជីនមីននិយាយទូរស័ព្ទពីរឿងអីមានកាអីយូរងអាឡូចវាយអេរិនត្រូវក្មេងកំភ្លើងតាមបែកសម្លាប់តែសំណាងល្អដែលមានប៉ូលីសយាមល្បាតនៅក្បែរនោះមកជួយតាន់ទើបមិនបានបង្កគ្រោះថ្នាក់អ្វីតែពេលនេះអេរិនភ័យខ្លាចខ្លាំងណាស់ចវាយប្រញាប់មកមើលនាងផងខ្លាចជាស្នាដៃរបស់នាងមែនទេគ្រាន់តែស្ដាប់យូរងនិយាយចប់ភ្លាមជីមីនច្រឡោតទៅបងវាយខ្លួនទះកំភ្លៀងអេនីស្ម៉ៃមួយទំហឹងឡើងវិលខ្ញាល់បណ្ដាលឲ្យត្បល់ក្រពុំឡើងក្រហមតាមរៀមដៃយ៉ាងច្បាស់មិនមែនខ្ញុំទេខ្ញុំមិនដឹងរឿងអេនីស្ម៉ៃលើកដៃក្តោបត្បល់ទាំងក្រវីក្បាលបដិសេធញាប់ស្មេខណៈចក្ខុទាំងគូក៏បានបង្ហូរទឹកនេត្រាចុះមកពោពេញដោយភាពភ័យខ្លាចនាងមិនដែលដឹងទេថាជាមានកាយសាហាវដល់ថ្នាក់នេះមិនតាន់ស្ដាប់ហេតុផលនាងផងក៏ហ៊ានទះនាងឡើងចង់វិទ្យាមទៅហើយបើដឹងតាំងពីដំបូងថាគេជាមនុស្សបែបនេះនាងសោកចិត្តមិនពាក់ព័ន្ធជាមួយគេល្អជាងកុហកនាងកុហកជីមីនស្រែកមួយអស់សំឡេងឡើងប៉ោងសរសៃកធ្វើឲ្យអេនីស្ម៉ាយថយក្រោយម្ដងមួយជំហានបង្កប់ដោយអាការៈភ័យខ្លាចជាពន្លឹកខ្ញុំគ្រាន់តែចង់ដណ្ដើមលោកពីអេរិនតែខ្ញុំមិនមែនស្អប់អេរិនបន្តិចទេហើយមនុស្សដូចខ្ញុំមិនដែលហ៊ានបញ្ជាមនុស្សឲ្យតែធ្វើបាបឬសម្លាប់អ្នកណាឡើយលោកជឿខ្ញុំចាស់ឲ្យខ្ញុំដឹងឲ្យសោះថានាងជាអ្នកនៅពីក្រៅខ្នងរឿងនេះ
បើមិនអីចឹងសាក់សពនាងមិនស្អាតទេជីមីនសង្កត់សម្លេងនៅចុងប្រយោគទាំងសម្លក់នាងជាប់លើកៅភ្នែកពិឃាតមុននឹងបោះជំហានយ៉ាងលឿនចេញពីខុនដូដើម្បីទៅមើលអេរីនទាំងទឹកមុខព្រួយបារម្ភបំផុតប៉ប៉ូលីសអ្នកនាងធ្លាប់មានសត្រូវពីមុនមកទេអ្នកជាប៉ូលីសសួរនាំអេរីនដើម្បីធ្វើកំណត់ហេតុទុកពាក់ព័ន្ធនឹងរឿងគ្មានកំភ្លើងដេញបាញ់នាងមុននេះខ្ញុំមិនធ្លាប់មានសត្រូវទេតែថ្មីនេះលើថាអ្នកនាងមិនត្រូវគ្នាជាមួយនឹងនាងអេនឌីស្ម៉ៃប៉ុទេមែនតែអាចមិនមែនជាគេក៏ថាបានព្រោះនៅរកផុសតាមិនទាន់បានខ្ញុំមិនចង់ទម្លាក់កំហុសឲ្យអ្នកណាទេអេរីនវិចារឡើងដោយសម្លេងខ្សៅហាក់មិនទាន់បាត់ភ័យនឹងរឿងដែលបានកើតឡើងមុននេះភ្លាមនោះជីមីនក៏បានមកដល់ថែមទាំងបានស្ទុះមកអោបនាងចាប់ពីក្រៅទាំងវិចារឡើងក្បែរត្រចៀកនាងដែលពោពេញដោយការព្រួយបារម្ភជាទីបំផុតអេរីនអូនយ៉ាងម៉េចហើយខ្ញុំមិនអីទេសួរនាំចាប់ឲ្យនៅលោកប៉ូលីសខ្ញុំប្រញាប់នាំប្រពន្ធខ្ញុំទៅសម្រាប់ចាប់ឲ្យបានសម្រាប់ថាខាងប៉ូលីសនឹងព្យាយាមតាមចាប់ជនល្មើសបានឆាប់បំផុតចាជម្រាបលាអេរីនធ្វើការគួសមទៅកាន់សមត្ថកិច្ចមុននឹងបោះជំហានចាក់ចែងទាំងមិនខ្វល់ពីជីមីនបន្តិចសោះឯជីមីនក៏ប្រញាប់ដើរតាមនាងទាំងទឹកមុខស្រពបស្រពោនព្រោះដឹងថាខ្លួនច្បាស់ថានាងមិនទាន់អភ័យទោសឲ្យគេទេបងសុំទោសដែលមិនបាននៅការពារអូនជីមីនឡើងឡានតាមក្រោយអេរីនខណៈយូរ៉ុងក៏បានចាប់ផ្ដើមបញ្ជាចង្កូតដុតជន់សម្ដៅទៅសេតវិមានវិញលោកអាចការពារខ្ញុំបានតែលោកមិនធ្វើអូននិយាយបានន័យថាម៉េចបើលោកមិនតាក់ទងជាមួយស្រីម្នាក់នោះខ្ញុំក៏មិនជួបរឿងបែបនេះដែរអេរីនអូទៀនទាំងរលីងរលោងទឹកភ្នែកងាកមកសម្លឹងមើលស្វាមីដែលកៅភ្នែកអស់សង្ឃឹមបៀមចប់ដោយក្តីឈឺចាប់ជីវិតនាងសុខសាន្តមកយូរហើយមិនដែលមានបញ្ហាអីបន្តិចតែនេះនាងត្រូវគេតាមសម្លាប់មិនមែនលេងសើចទេបើគ្មានប៉ូលីសមកជួយតន់ទេនោះនាងច្បាស់ជាស្លាប់បាត់ទៅហើយគ្រប់យ៉ាងមកពីអ្នកណាមិនមែនមកពីប្តីរបស់នាងទេបើគេមិនទៅពាក់ព័ន្ធជាមួយអេនីស្ម៉ៃម្ល៉េះពេលនេះនាងមិនបានជួបរឿងបែបនេះឡើយនាងមិនចង់ទម្លាក់កំហុសឲ្យអ្នកណាទាំងគ្មានផលតាំងទេតែនាងមិនគិតមិនបានព្រោះគ្រាន់តែនាងមានរឿងជាមួយអេនីស្ម៉ៃភ្លាមនាងក៏ត្រូវគេតាមសម្រាប់ភ្លាមបើមិនមែនជាស្នាដៃរបស់អេនីស្ម៉ៃទេនោះតើអាចជាស្នាដៃរបស់អ្នកណាបានអូនគិតថាអេនីស្ម៉ៃជាអ្នកធ្វើមែនទេហើយការដែលអេនីស្ម៉ៃធ្វើព្រោះតែបងតាក់ទងជាមួយនាងមែនទេជីមីនបោះសំណួរទៅកាន់ភរិយាទាំងទឹកមុខស្រពបស្រពោនទោះបីនាងមិនបានឆ្លើយនឹងសំណួររបស់គេតែទឹកមុខរបស់នាងបញ្ជាក់ច្បាស់ណាស់ថាជាកំហុសរបស់គេព្រោះតែគេតាក់ទងជាមួយអេនីស្ម៉ៃទើបមានរឿងបែបនេះកើតឡើងបងនឹងការពារអូននិងកូនបងគ្មានថ្ងៃបណ្ដោយឲ្យអូននិងកូនជួបរឿងបែបនេះម្ដងទៀតបានជាដាច់ខាតជីមីនទម្លាក់ដៃថ្នមទៅលើដៃរបស់ភរិយាតែក៏ត្រូវនាងដោតដៃចេញយ៉ាងលឿនធ្វើឲ្យគេរអៀសខ្លួនជាខ្លាំងបានត្រឹមអោនមុខចុះខ្មាស់អៀននឹងអ្វីដែលគេបានធ្វើងើតគ្រាន់តែមកដល់សេតវិមានភ្លាមអេរីនប្រញាប់ចុះពីលើឡានដើរចូលទៅក្នុងបន្ទប់បាត់ដោយមិននិយាយស្ដីជាមួយអ្នកណាទាំងអស់ចំណែកជីមីនក៏ត្រូវអ្នកស្រីផាកស្កាត់សួរនាំពីរឿងហេតុដែលបានកាត់ឡើងពេលអេរីនជួបគ្រោះថ្នាក់កូនបាត់តាណាមិនក៏បណ្ដោយឲ្យប្រពន្ធជួបគ្រោះថ្នាក់បែបនេះខ្ញុំមិនដឹងទេថាមានរឿងបែបនេះកើតឡើងបើខ្ញុំដឹងខ្ញុំគ្មានថ្ងៃបណ្ដោយឲ្យវាកើតឡើងបានទេណាម៉ាជីមីនបន្លឺប្រយោគទៅកាន់ម្ដាយដោយសម្លេងតឹងផ្អឹសគេពិតជាចង់ឲ្យគ្រប់គ្នាដឹងខ្លាំងណាស់ថាគេសោកស្ដាយចំពោះរឿងដែលបានកើតឡើងហើយការដែលវាកើតឡើងបានព្រោះតែគេមិនដឹងបើគេដឹងគេសុខចិត្តយកជីវិតទៅបដូរដើម្បីការពារប្រពន្ធនិងកូនរបស់គេតែហេតុអីគ្រប់គ្នាដូចជាមិនយល់ពីគេសោះអីចឹងបើមុននឹងធ្វើអីកូនចេះគិតឲ្យបានច្រើនជាងនេះវាក៏គ្មានរឿងបែបនេះកើតឡើងដែរបានហើយអ្នកស្រីគ្មានអ្នកណាចង់ឲ្យមានរឿងបែបនេះកើតឡើងឡើយហើយខ្ញុំជឿថាបើជីមីនដឹងមុនគេក៏មិនបណ្ដោយឲ្យអេរីនជួបរឿងបែបនេះជាដាច់ខាតឃើញអ្នកស្រីផាកស្ដីបន្ទោសកូនប្រុសបែបនេះអ្នកស្រីមៀកក៏ប្រញាប់និយាយសម្រួលទាំងសម្លឹងមកកូនប្រសាចប់ដោយអាការៈយល់ចិត្តគាត់ដឹងថាទោះបីជាជីមីនមានស្រីគេក្បត់ចិត្តកូនស្រីរបស់គាត់តែគេក៏មិនបានចង់ឲ្យមានរឿងបែបនេះកើតឡើងដែរហើយបើគេដឹងថាទង្វើរបស់គេធ្វើឲ្យអេរីនមានគ្រោះថ្នាក់គេក៏មិនប្រព្រឹត្តដូចគ្នាតែនេះមកពីគេមិនដឹងដូច្នេះចង់បន្ទោសគេក៏បន្ទោសមិនបានដែរជីមីនឡើងទៅបន្ទប់គេងទាំងតានតឹងពេញទំហឹង